ជាកិច្ចចាប់ផ្ដើមពួកខ្ញុំទាំង3សូលម៉ោនកាយគោរពជំរាបសួរដល់លោកគ្រូជាទីគោរពក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាជាទីស្រឡាញ់រាប់អានអស់ពីដួងចិត្តខ្ញុំពួកខ្ញុំទាំង3គឺមកពីក្រុមទី2ដែលជាសិស្សរៀននៅថ្នាក់ទី10 Ceder នៃវិទ្យាល័យហ៊ុនសែនបរិយខ្នងដែលថ្ងៃនេះពួកយើងទាំង3ឡើងមកបកស្រាយនៅមុខវិជ្ជាផែនដីវិទ្យានិងផែនដីនិងបរិស្ថានដែលកិច្ចការដែលពួកខ្ញុំទាំង3ត្រូវឡើងមកបកស្រាយគឺស្ថិតនៅក្នុងជំពូកទី2ការប្រែប្រួលបរិស្ថានមេរៀនទី3បញ្ហាបរិស្ថានសំខាន់ដែលក្នុងនោះគឺបង្រៀនដោយលោកគ្រូសងសុខាមុននឹងឈានចូលដល់ការបកស្រាយពួកខ្ញុំសូមបង្ហាញនៅសមាជិកក្រុមរបស់ខ្ញុំដែលរូបខ្ញុំបានគឺជាតំណាងឲ្យក្រុមទី2ឈ្មោះចន្ទាពិសិដ្ឋហើយនាងខ្ញុំមានឈ្មោះថាសុជាសុខីហើយឯនាងខ្ញុំមានឈ្មោះថាហោសកនិកាដែលសំណួរដែលលោកគ្រូខ្ញុំបានដាក់ឲ្យគឺសួរថាចូលប្រាប់ពីមូលហេតុដែលនាំឲ្យមានការកម្ដៅលើភពផែនដីនិងផលប៉ះពាល់ចំពោះបរិស្ថានចម្លើយការកើនឡើងនៃកម្ដៅផែនដីគឺបណ្ដាលមកពីកត្តាសំខាន់បំផុតគឺកត្តាមនុស្សព្រោះមនុស្សកត្តាមនុស្សដែលក្នុងនោះមនុស្សបានបំផ្លាញបរិស្ថានដែលធ្វើឲ្យកើនឡើងកម្ដៅដូចជាការកាប់បំផ្លាញព្រៃឈើគឺនៅតាមប្រទេសគ្រប់បណ្ដាប្រទេសទាំងអស់គឺតែការបំផ្លាញព្រៃឈើដូចជានៅស្រុកខ្ញុំជាដើមគឺមានការកាប់បំផ្លាញព្រៃឈើដែលធ្វើឲ្យមានការកើនឡើងនៃកម្ដៅដែលធ្លាប់ពីមុនធ្លាប់តែមានភាពត្រជាក់ជុំវិញកន្លែងរស់នៅដល់ពេលកាប់បំផ្លាញព្រៃឈើអស់អញ្ចឹងធ្វើឲ្យមានកម្ដៅកើនឡើងជាខ្លាំងហើយបន្តទៀតគឺការប្រើប្រេងឥន្ធនៈគឺមិនថាកន្លែងណាក៏ដោយគឺតែងតែមានការប្រើប្រាស់ទូសំដៅគឺប្រើប្រាស់ម៉ូតូឡានក៏ដូចជាគឺខ្លាំងបំផុតគឺយន្តហោះតែម្ដងដែលក្នុងនោះការប្រើនៅយានជំនិះទាំងអស់នេះវាធ្វើឲ្យមានការបញ្ចេញនៅឧស្ម័នកាបូនិកចេញមកពីសាំងដែលយើងបានជិះនៅយានជំនិះរបស់យើងនោះហើយចំណុចបន្តគឺការប្រើប្រាស់ថង់ប្លាស្ទិកគឺគ្រប់កន្លែងទាំងអស់តែងតែមាននៅការប្រើប្រាស់ថង់ប្លាស្ទិកប៉ុន្តែក្រសួងសុខាភិបាលគឺបានអភិរក្សឲ្យគឺបានដាក់គំនាបឲ្យប្រជាជនទាំងអស់គឺមិនសូវឲ្យប្រើនៅថង់ប្លាស្ទិកនោះទេគឺមកប្រើដូចជារបស់ដែលមិនពាក់ព័ន្ធនឹងដែលជ័រដែលធ្វើឲ្យវាប៉ះពាល់ដល់បរិស្ថានដែលចំណុចបន្តទៀតគឺកំណើនប្រជាជននេះគឺជាកត្តាមួយដែលសំខាន់បំផុតដែលធ្វើឲ្យមានការកំណើននៅការកើនឡើងកម្ដៅផែននៅលើផែនដីយើងគឺដោយសារតែកំណើនប្រជាជនធ្វើឲ្យដោយសារមនុស្សច្រើនទៅធ្វើឲ្យយើងត្រូវការចំណីអាហារច្រើនទីកន្លែងរស់នៅដែលធ្វើឲ្យពេលដែលមានទីកន្លែងរស់នៅមិនត្រូវកាប់ដើមឈើកាប់កន្លែងរៀនដីដើម្បីឲ្យមានទីកន្លែងរស់នៅសម្រាប់ពួកគាត់ហើយនឹងសម្រាប់សត្វការធ្វើបរបាញ់សត្វដែលធ្វើឲ្យមានការធ្លាក់ចុះនៅសន្ទុះអេកូឡូស៊ីដែលធ្វើឲ្យមានកំណើននៅការកើនឡើងផែនដីជាខ្លាំងដែលចំណុចបន្តគឺការសាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធដោយដែលខ្ញុំបានបកស្រាយនៅខាងលើនេះហើយគឺនៅពេលដែលមានកម្ដៅប្រជាជនខ្លាំងយើងត្រូវការកាប់ដើមឈើបំផ្លាញដើមឈើហើយនឹងធ្វើរានដីដែលដូចនៅតំបន់មួយចំនួនគឺបំផ្លាញភ្នំតែម្ដងដែលវាបំផ្លាញឲ្យវារាបស្មើក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធសាងសង់អគារផ្សេងសាងសង់ផ្ទះសម្រាប់ឲ្យមនុស្សរស់នៅហើយនឹងធ្វើអាជីវកម្មធំផ្សេងហើយក្នុងនោះការយើងបង្កើតអាជីវកម្មធំនោះវាធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការបំពុលទឹកនិងសម្លាប់សត្វផ្សេងដែលនៅក្នុងទឹកដែលក្នុងនោះដល់ពេលដែលយើងបង្កើតរោងចក្រធំភាគច្រើនគេបង្កើតនៅជិតក្បែរទឹកដើម្បីងាយស្រួលប្រើក្នុងការធ្វើអ្វីផ្សេងនៅក្នុងរោងចក្រដែលក្នុងនោះធ្វើឲ្យបញ្ចេញនៅឧស្ម័នអាក្រក់ជាច្រើនហើយនឹងការបំពុលទឹកដែលធ្វើឲ្យក្នុងការបំពុលទឹកនោះធ្វើឲ្យសម្លាប់សត្វជាច្រើននៅក្នុងទឹកនោះហើយ
តែនៅទាំងអស់គ្នាមានឆ្ងល់ទេថាតើនៅពេលដែលខ្ញុំបានរៀបរាប់នៅមូលហេតុទាំងអស់នេះតើមានផលប៉ះពាល់អ្វីខ្លះទៅដល់បរិស្ថានដូច្នេះខ្ញុំសូមបញ្ជូនផ្ដល់កិត្តិយសទៅដល់មិត្តភក្តិខ្ញុំក្នុងការបកស្រាយបន្ត យើងបានយល់ពីកត្តាសំខាន់ៗដែលកើតឲ្យនាំឲ្យមានកម្ដៅផែនដីហើយអញ្ចឹងយើងនឹងមកធ្វើការស្វែងយល់ពីផលប៉ះពាល់ចំពោះបរិស្ថាននិងជីវិតដែលបង្កមកពីកម្ដៅផែនដីម្ដងដែលផលប៉ះពាល់នោះមានសីតុណ្ហភាពពិភពលោកកើនឡើងដែលបង្កឲ្យមានជារលកកម្ដៅយ៉ាងធ្ងន់ធ្ងរបង្កជាភ្លើងឆេះព្រៃនិងប៉ះពាល់ទៅដល់ជីវិតមនុស្សសត្វទាំងអស់ដែលរស់នៅលើភពផែនដីហើយតកកនៅតំបន់ពលចាប់ផ្ដើមរលាយធ្វើឲ្យនីវ៉ូទឹកចាប់ផ្ដើមកើនឡើងបង្កជាការលិចលង់នៅតំបន់ឆ្នេរខ្យល់ព្យុះនិងរលកយក្សមានជាការបំផ្លាញទ្រព្យសម្បត្តិនិងចម្រុកនានាដែលមាននៅលើភពផែនដីដោយសារតែកើតឡើងពីរលកយក្សនិងខ្យល់ព្យុះនេះឯងខ្យល់ពុលមិនអាចដកដង្ហើមបានសមុទ្រខ្លាចជាអាស៊ីតសមុទ្រខ្លាចជាអាស៊ីតទឹកត្រីសត្វសមុទ្រទាំងអស់មិនអាចរស់នៅបានដោយសារតែមិនអាចទ្រាំទ្រនឹងសារធាតុពុលការថ្មចាប់ផ្ដើមងាប់ហើយប៉ះពាល់ទៅដល់បរិស្ថានទូទៅបាត់បង់ជីវៈចម្រុះសត្វមិនអាចរស់នៅបាននាំឲ្យមានការបាត់បង់នៅប្រភពអាហារដ៏សំខាន់ហើយអាចឈានប៉ះពាល់ទៅដល់ជីវិតមនុស្សផងដែរ បន្តមកទៀតនោះគឺដំណោះស្រាយក្នុងការកាត់បន្ថយកម្ដៅផែនដីដើម្បីកាត់បន្ថយក្នុងការកម្ដៅនៅក្នុងភពផែនដីយើងត្រូវចូលរួមគ្នាដាំដើមឈើព្រោះដើមឈើគឺជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យមានបញ្ហាបរិយាកាសនៅក្នុងតាមបណ្ដាប្រទេសនីមួយៗការរួមគ្នាដាំដើមឈើគឺជាដំណោះស្រាយមួយដ៏ល្អព្រោះដើមឈើផ្ដល់នូវអុកស៊ីសែនម្ដងដល់គ្រប់គ្នាហើយយើងក៏គួរតែបណ្ដុះបណ្ដាលប្រជាជនភាគច្រើនដើម្បីឲ្យគាត់កាត់បន្ថយនៅការកាប់ប្រាំឈើឬក៏ដុតព្រៃឈើព្រោះអ្នកខ្លះនៅតែបន្តប្រើប្រាស់កសិកម្មបុរាណដែលពួកគេដុតព្រៃដូចជាដុតព្រៃសម្រាប់សត្វឬក៏ដុតព្រៃដើម្បីយកទៅធ្វើកសិកម្មជាដើមបន្តមកទៀតនោះគឺការកាត់បន្ថយថង់ប្លាស្ទិកយើងមនុស្សយើងទាំងអស់គ្នាគួរតែកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះព្រោះតែមនុស្សយើងគ្រប់គ្នានៅក្នុងភពផែនដីនេះគឺមានចំនួនច្រើនហើយថង់ប្លាស្ទិកគឺត្រូវការរយៈពេលយូរក្នុងការរំលាយព្រោះវារំលាយក៏ដោយក៏វានៅតែសល់នៅដុំទូចៗដើម្បីបំផ្លាញបរិស្ថានដូចគ្នាដូច្នេះការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកគឺជាដំណោះស្រាយដ៏ល្អមួយទៀតអញ្ចឹងយើងក៏ឆ្ងល់ហើយថាបើសិនជាយើងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនោះយើងគួរតែប្រើឲ្យគេវិញយើងគួរតែប្រើនៅដូចជាដបដែកដបដាក់ទឹកដែកឬមួយក៏អាហារឬក៏ថង់ឬក៏អាហារដាក់ទៅក្នុងប្រអប់ដែកបន្តមកទៀតនោះគឺការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយើងប្រើប្រាស់ថាមពលធម្មជាតិដែលមានស្រាប់ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈប្រើប្រាស់ប្រេងឥន្ធនៈដែលធ្វើឲ្យចំហាយដែលចេញពីប្រេងឥន្ធនៈនោះវាមានអតិពលខ្លាំងដែលចំហាយនោះគឺជាកាបូនឌីអុកស៊ីតឬមួយក៏កាបូនអ៊ីដ្រូស៊ីតដែលធ្វើឲ្យបរិយាកាសនៅក្នុងភពផែនដីមានការអាប់អួរនិងឡើងកម្ដៅខ្លាំងបន្តមកទៀតមកគឺមានការបណ្ដុះបណ្ដាលយល់ដឹងអំពីបរិស្ថានលើកទឹកចិត្តមនុស្សឲ្យចេះស្រឡាញ់ធម្មជាតិការបណ្ដុះបណ្ដាលមនុស្សឲ្យយល់ដឹងពីបរិស្ថាននិងចេះស្រឡាញ់ធម្មជាតិគឺជាកត្តាមួយដ៏សំខាន់ដូចគ្នាព្រោះនៅពេលដែលមនុស្សចេះស្រឡាញ់ធម្មជាតិនៅពេលដែលពួកគេយល់ដឹងពីធម្មជាតិពួកគេនឹងចេះថែរក្សាផ្ទះសម្បែងរបស់ពួកគេនឹងថែរក្សាធម្មជាតិឲ្យបានច្រើនពីព្រោះនៅពេលដែលពួកគេថែរក្សាធម្មជាតិឲ្យបានច្រើននោះធម្មជាតិនឹងបណ្ដាលឲ្យអុកស៊ីសែនយ៉ាងល្អនិងបរិយាកាសល្អចំពោះពួកយើងនិងធ្វើឲ្យពួកយើងមានសុខភាពល្អដូចគ្នាបន្តមកទៀតមកគឺការកែលម្អកម្មវិធីកសិកម្មដូចជាអ្នកគ្នាបានដឹងហើយខ្ញុំក៏បានប្រាប់ដូចការស្លាយមួយនេះគ្នាថាកសិករខ្លះនៅតែបន្តធ្វើកសិកម្មតាមក្បាច់បុរាណដោយពួកគេបានដុតព្រៃឈើដើម្បីយកដីនោះទៅធ្វើកសិកម្មហើយនៅពួកគេអ្នកខ្លះក៏ប្រើជីគីមីដែលធ្វើឲ្យបំពុលបរិយាកាសនិងបំពុលទៅក្នុងទឹកដូចគ្នាដោយយើងបដូរពីការប្រើប្រាស់ជីគីមីយើងប្រូមកប្រើប្រាស់ជីធម្មជាតិដែលដូចជាមានដូចជាអាចសត្វឬមួយក៏ជីកំប៉ុស្តជាដើមជាចុងក្រោយពួកខ្ញុំទាំង3នាក់សូមថ្លែងអំណរគុណទៅកាន់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានយកចិត្តទុកដាក់សម្រាប់នៅការបកស្រាយសំណួររបស់ពួកខ្ញុំទាំង3នាក់ហើយជាចុងក្រោយនាងខ្ញុំមុននឹងឈានចូលដល់ការបញ្ចប់នៅការធ្វើ
ឡើងមកធ្វើបទបង្ហាញតើអ្នកទាំងអស់គ្នាមានចម្ងល់ដែលចង់មកចោទសួរក្នុងក្រុមរបស់ខ្ញុំដែរទេខ្ញុំមានសំណួរមួយគឺបើសិនជាផែនដីកាន់តែកើនឡើងកម្ដៅឡើងទៅតើភាវៈរស់នៅក្នុងផែនដីអាចនឹងបាត់បង់ទាំងអស់ឬក៏យើងហៅថាដាច់ពូជបានដែរឬទេបាទអរគុណចំពោះសំណួរដែលមិត្តរួមថ្នាក់ខ្ញុំដែលបានសួរនៅពេលដែលការកើនឡើងកម្ដៅផែនដីអាចនឹងបាត់បង់ទាំងអស់ប៉ុន្តែនិយាយជារួមទៅគឺអាចនឹងបាត់បង់ខ្លះនិងមិនអាចបាត់បង់ខ្លះវាមិនអាចដល់ឈានដល់ការប្រាច់ផុតពូជនោះទេព្រោះនៅពេលនឹងឈានចូលទៅដល់ការផុតពូជមនុស្សយើងគឺដឹងឲ្យថានឹងចិត្តឈានដល់ការផុតពូជអញ្ចឹងដូច្នេះគឺពួកយើងនឹងបង្កើតឬក៏មានអ្នកណាគេមានគំនិតក្នុងការវិធានការដូចជាមិត្តភក្តិខ្ញុំបានបកស្រាយគឺវិធានការអ្វីខ្លះដែលទប់ស្កាត់ក្នុងការកើនឡើងកម្ដៅផែនដីការដូចជាការបន្ថយហ្នឹងគឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកាត់បន្ថយការប្រើប្រាស់យានឥន្ធនៈប្រេងឥន្ធនៈនិងការរួមគ្នាដាំដើមឈើសាថ្មីបន្ទាប់ពីយើងដឹងហើយថាចូលទៅពេលដែលអនាគតទៅប្រកាសជាអាចនឹងដាច់ពូជហើយអញ្ចឹងពួកគេប្រកាសជាមានកំណត់ថ្មីដែលបង្កើតឧបករណ៍ថ្មីដើម្បីធ្វើឲ្យពួកគេនឹងមានជីវិតរៀនរស់រៀនមានជីវិតបន្តទៅទៀតតើអ្នកទាំងអស់គ្នាមានសំណួរអ្វីទៀតទេតើកត្តាអ្វីខ្លះដែលនាំឲ្យភពផែនដីឡើងកម្ដៅបាទអរគុណច្រើនចំពោះសំណួរដែលបានសួរមកកាន់ខ្ញុំសំណួរដែលគាត់សួរមកគឺកត្តាដែលធ្វើឲ្យមានកំណើននៅផែនដីកំណើនកម្ដៅនៅលើផែនដីមានកត្តាដូចជាការកាប់បំផ្លាញព្រៃឈើការប្រើប្រាស់ប្រេងឥន្ធនៈប្រេងឥន្ធនៈការប្រើប្រាស់ថង់ប្លាស្ទិកកំណើនប្រជាជនការកសាងហេដ្ឋារចនាសម្ព័ន្ធធំផ្សេងហើយនឹងការបំពុលទឹកនិងធ្វើឲ្យសត្វនៅក្នុងទឹកអាចស្លាប់បានតើមុននឹងបញ្ចប់តើមានអ្នកណាដែលចង់សួរសំណួរមកកាន់ក្រុមខ្ញុំបានដែរទេមានសំណួរទេអស់ហើយមុននឹងបញ្ចប់នៅការឡើងធ្វើបទស្រាយរបស់ក្រុមទី2របស់ខ្ញុំបានសូមអរគុណទៅដល់លោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលបានចូលរួមសម្ដាប់ដោយយកចិត្តទុកដាក់ហើយនឹងមានសំណួរដែលសួរមកកាន់ក្រុមរបស់ខ្ញុំហើយជាចុងក្រោយខ្ញុំសូមជូនពរទៅដល់លោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាឲ្យជួបតែរឿងល្អពេញមួយជីវិតហើយនឹងរកស៊ីមានបានធ្វើដំណើរផ្លូវឆ្ងាយជួបតែរឿងល្អសុខសុវត្ថិភាពពីកន្លែងដែលទៅហើយនឹងដល់គោលដៅហើយនឹងជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លីឡើយសូមអរគុណ